វៀតណាមសម្រេចបិទ Telegram ជាផ្លូវការចាប់ពីខែមិថុនានេះតទៅក្រោមហេតុផលមួយនេះស្រាបៀគ្រុតរូបរាងថ្មីរឹតតែទាន់សម័យរឹតតែចង់គោះនៅតែលុយពិសាដោយការទទួលខុសត្រូវរដ្ឋាភិបាលវៀតណាមបញ្ជាឲ្យខាងទូរគមនាគមន៍បិទប្រព័ន្ធទំនាក់ទំនង Telegram លែងឲ្យប្រជាជនប្រើប្រាស់នៅទូទាំងប្រទេសបន្ទាប់ពីពួកគេរកឃើញថា 68% នៃ Channel និង Group ដែលបង្កើតនៅក្នុងកម្មវិធីនេះគឺមានជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ការជួញដូរគ្រឿងញៀននិងការផ្សព្វផ្សាយមតិប្រឆាំងនេះបើតាមសារព័ត៌មានវៀតណាម VN Express កាលពីចុងខែឧសភាកន្លងទៅឯកសារដែលបានចុះហត្ថលេខានៅថ្ងៃទី21ខែឧសភាដោយអនុប្រធាននាយកដ្ឋានទូរគមនាគមន៍នៃក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់វៀតណាមបានបញ្ជាឲ្យក្រុមហ៊ុនទូរគមនាគមន៍ចាត់វិធានការទប់ស្កាត់កម្មវិធី Telegram លែងអនុញ្ញាតឲ្យប្រើប្រាស់ចាប់ពីថ្ងៃទី2ខែមិថុនាតទៅដូចនេះបានន័យថាគិតមកដល់ថ្ងៃទី4ខែមិថុនានេះកម្មវិធីទំនាក់ទំនងមួយនេះគឺលែងមានដំណើរការនៅក្នុងប្រទេសវៀតណាមបានទៀតហើយចំណែកខាងមន្ត្រីក្រសួងបច្ចេកវិទ្យាបានបញ្ជាក់ថាការអនុម័តនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Telegram ខកខានក្នុងការចែករំលែកពីទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសវៀតណាមដែលជាផ្នែកមួយរបស់រដ្ឋាភិបាលក្នុងការស៊ើបអង្កេតពីឧក្រិដ្ឋកម្មនិងបទល្មើសផ្នែកបច្ចេកវិទ្យាមករដ្ឋាភិបាលបានរកឃើញថាបទល្មើសក្លែងបន្លំក្នុងចំនួនទឹកប្រាក់ប្រមាណជា 1000 លានដុងឬស្មើ38លានដុល្លារអាមេរិកបានកើតឡើងតាមរយៈកម្មវិធី Telegram ដែលប៉ះពាល់លើជនរងគ្រោះជា 13000 នាក់លើពីនេះទៅទៀតទិន្នន័យផ្ទាល់ខ្លួនរបស់មនុស្សជា 23 លាននាក់មានការរាយការណ៍ថាត្រូវបានគេទាញយកនិងលក់ដោយខុសច្បាប់តាមរយៈកម្មវិធីមួយនេះសកម្មក្នុងការសហការជាមួយរដ្ឋាភិបាលរបស់ក្រុមហ៊ុន Telegram បានធ្វើឲ្យប្រទេសវៀតណាមសម្រេចចិត្តបិទកម្មវិធីមួយនេះចោលតែម្ដងប៉ុន្តែទោះជាយ៉ាងណា Telegram បានចេញសេចក្តីថ្លែងការណ៍មួយថាពួកគេបានឆ្លើយតបទៅនឹងសំណើផ្លូវច្បាប់ទាំងអស់និងកំពុងពិចារណាលើលិខិតផ្លូវការដែលទទួលបានពីរដ្ឋាភិបាលវៀតណាមផងដែរជម្រាបថាការបិទមិនឲ្យប្រើប្រាស់ Telegram គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការត្រួតពិនិត្យមាតិកាអនឡាញឲ្យបានតឹងរ៉ឹងកន្លងមកវៀតណាមធ្លាប់បានត្រួតពិនិត្យលើបណ្ដាញទំនាក់ទំនងមួយចំនួនជាពិសេសលើមាតិកាដែលត្រូវបានចាត់ទុកថាមានចលនានយោបាយឬប៉ះពាល់ដល់អំណាចរបស់គណបក្សកុម្មុយនីសវៀតណាម